ល្អយល់ហើយជីសានកញ្ញាលីនលោកជីរុកអ្នកហេទូដូកុំចូលមកត្រង់ស្រះនេះឯងជីសានហេកញ្ញាលីថ្ងៃនេះមានប្រជុំក្រុមប្រឹក្សាភិបាលកំណត់ទុកមុនថាអ្នកចូលរួមប្រជុំក្រុមប្រឹក្សាភិបាលទាំងអស់មិនអនុញ្ញាតឲ្យយកអង្គរៈចូលក្នុងឡើយចុងសប្តាហ៍នេះឯងនៅទីនេះទៅប្រយ័ត្នខ្ញុំមិនជឿថាពួកវាក្លាហានយ៉ាងម៉េចទេបើមានគ្រោះថ្នាក់សូមចុចកញ្ញាលីនាំលោកទៅកន្លែងប្រជុំទៅកញ្ញាលីនដល់បន្ទប់ប្រជុំហើយទូដូរត់មកលឿនជ្រៅបន្តិចទៀតជាសានឯងណែណាកុំធ្វើបាបគេទូដូកូនឈួតឯងអាហោតុងស៊ីសានឯងមិនអីទេអត់អីទេកញ្ញាលីនគូដណ្ដឹងរបស់អ្នកពិតជាបារម្ភពីអ្នកខ្លាំងណាស់ពួកឯងចង់ធ្វើអីឥឡូវនេះឪពុករបស់អ្នកបានទទួលមរណភាពដោយចៃដន្យក្រុមហ៊ុនដ៏ធំមួយនេះមិនអាចឲ្យមនុស្សខ្វាក់ម្នាក់គ្រប់គ្រងបានទេមែនទេពួកយើងបានពិភាក្សាគ្នាហើយយើងនឹងជួយគ្រប់គ្រងជំនួសអ្នកដោយពិបាកបន្តិចកិច្ចព្រមព្រៀងផ្ទេរភាគហ៊ុននេះខ្ញុំសូមណែនាំអ្នកឲ្យចុះហត្ថលេខាឆាប់ដើម្បីកុំឲ្យបំផ្លាញហុងហ្វូដែលឪពុកអ្នកបានបង្កើតឡើងដោយផ្ទាល់ដៃចុះបើខ្ញុំមិនចុះហត្ថលេខាបើបានចូលទ្វារនេះហើយវាមិនមែនជាការសម្រេចចិត្តរបស់អ្នកទៀតទេខ្ញុំនឹងមើលថាអ្នកណាហ៊ានធ្វើផ្ទះនេះគឺហុងហ្វុងលេងខ្ញុំទៅស៊ូតុងវីទៅលេងខ្ញុំទៅស៊ូតុងភាគហ៊ុនរបស់ខ្ញុំទាំងអស់ខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាភាគហ៊ុនរបស់អ្នកបន្តិចបន្តួចមិនគ្រប់គ្រាន់សម្រាប់ចំណែករបស់ខ្ញុំផងឲ្យវាបិទមាត់ទៅពន្យល់បើមានគ្រោះថ្នាក់គោះម្ដងលេងដៃកុំកម្រើកលេងអញធ្វើបែបនេះឃើញអញតញោយ៉ាងនេះខ្ញុំនឹងដុតជូនប៉ែងដុតវាចោលទៅអត់ទេឲ្យខ្ញុំវិញមក
ឲ្យខ្ញុំវិញមកប៉ាហាហាហាអូ អញរក្សាកិត្តិយសចុងក្រោយរបស់ប៉ាឯងមិនបានផងអញអាចរក្សាអ្វីបានទៀតទៅកញ្ញានាងមានបញ្ហាហើយឆាប់ខាត់ពួកគេកុំឲ្យពួកគេចេញពីបន្ទប់ឆាប់កុំឲ្យពួកគេឮកុំបញ្ចេញសំឡេងអ្នកពាក់អាវស្បែកណាហើយអាហោជួយខ្ញុំផងជួយផងគឺមនុស្សដែលខ្ញុំច្របាច់ក្បែរបង្អួចនោះឯងកំពុងនិយាយអីឯងឲ្យខ្ញុំអបគេឃាតករឈប់កុំរត់កុំឲ្យតែអ្នកនិយាយអ្នកចង់បានអ្វីខ្ញុំនឹងឲ្យទាំងអស់ខ្ញុំថាខ្ញុំចង់ឲ្យឯងស្លាប់លេងខ្ញុំទៅវេនថងកុំមកចិត្តពួកគេអង្គុយនៅទីនេះកុំសម្លាប់ខ្ញុំអត់ទេអ្នកឯងគឺអ្នកឯងកញ្ញាលីនអ្នកភ្ញាក់ហើយបិទក៏ឯងនាងកាត់ក្តៅខ្លួនតាំងពីត្រឡប់មកវិញរបួសនៅមិនទាន់ធូរស្រាលទេនេះជាថ្នាំដែលពេទ្យចេញឲ្យឆាប់ផឹកទៅខ្ញុំមិនផឹកទេចេញទៅច្រើនយ៉ាងនេះអ្នកឯងត្រូវបានបណ្ដេញចេញហើយរឿងនេះនាងនិយាយមិនបានទេខ្ញុំត្រូវបានឪពុកនាងប្រគល់ភារកិច្ចឲ្យខ្ញុំទទួលកម្រៃពីគាត់បើចង់បណ្ដេញខ្ញុំត្រូវឲ្យគាត់រស់ឡើងវិញមកចុះកិច្ចសន្យាបណ្ដេញខ្ញុំនិយាយទៅខ្ញុំអាចជួលឯងបានឯងជាឃាតករចុងសប្តាហ៍នេះខ្ញុំនឹងឲ្យឯងតម្លៃ3ដងលើទីផ្សារខ្ញុំសង្ឃឹមថាឯងនឹងជួយថែរក្សាតុងតុងឲ្យខ្ញុំឲ្យបានល្អណាស់នេះជាប្រាក់នឹងកងត្រា5ឆ្នាំឬទេនាងមិនស្គាល់សម្លេងឪពុកនាងផងមែនទេទោះឯងប្រកែកយ៉ាងណាក៏គ្មានប្រយោជន៍ដែរខ្ញុំបានឃើញនឹងភ្នែកខ្លួនឯងកញ្ញាតើនាងត្រូវធ្វើយ៉ាងណាទើបជឿខ្ញុំផុសតាងត្រូវបង្ហាញយ៉ាងម៉េចទៅអូឆាប់មកអ្នកណាមកជួយផង
កញ្ញាចៅសុំទោសដែលរំខានត្រូវបង្ហាញយ៉ាងម៉េចកញ្ញាលីននាងមានគូដណ្ដឹងហើយមិនគួរចេញក្រៅឬបាត់ខ្លួនបែបនេះទេចំពោះអង្គរៈឯងក៏បែបនឹងដែរហ៎ខ្ញុំនឹងឲ្យឯងជំរឿ2គឺឯងដោះខ្លួនឯងទៅឬក៏ខ្ញុំដោះឲ្យឯងទៅមិនក៏អៀនទៀតហើយច្បាស់ជាលឿនណាស់តើឯងខ្លាចអ្វីលើកទី1ហើយដែលខ្ញុំប្រឈមមុខនឹងមនុស្សបិសាចឥឡូវនេះឯងនៅមានអ្វីត្រូវនិយាយទៀតបើឯងមិនមែនជាមនុស្សនោះទេកន្លែងនេះតែងតែមានស្លាកស្នាមខ្ញុំមិនត្រឹមតែមានស្នាមសម្លាក់ត្រង់នេះទេត្រង់នេះក៏មានដែរហើយក៏មានត្រង់នេះទៀតពួកឯងជាអង្គរៈមានស្នាមសម្លាក់ប៉ុន្មាននៅលើខ្លួនវាធម្មតាទេតើស្ទាបត្រង់នេះម្ដងទៀតមើល